ចាលោកតាមតិតកុលភ័យហ្នឹងបញ្ជនឡើង90ជាងហើយនោះហើយជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីប្រឡូកក្នុងជីវិតដ៏ឆ្អែតដ៏វែងអន្លាយអញ្ចឹងពិសោធន៍របស់លោកច្រើនតែចូលរួមតិចតួចឃើញក្មួយសំដែងគុណលបុកកតោមិញអស្ចារ្យមែនទែនចាប់អារម្មណ៍ដោយសារអញ្ចឹងលោកតាអាត្មាហ្នឹងមុនបួសហ្នឹងធ្លាប់ជាអ្នកបដាល់ធ្លាប់វាយប្រហែលជា20ប្រកួតដែរណាเป็นភាគច្រើនចាញ់គេរឿងដែលអាចមកលោតមកហក់មកអីនេះបានដល់តែហាត់សាក់ពួកយើងអត់ដែរហាត់មកលោតមកបំដេកពេទ្យដល់ឡូវហ្នឹងរបស់ដែលបានមកមិនមែនស្រួលទេកុំថាឡើយដល់ខ្លាយជាអ្នកដឹកនាំពិភពលោកអីគាត់តែមកលោតប៉ុណ្ណឹងតែមិនចេះលោតក្រិចជើងចង្កេះហើយអាចគ្រោះថ្នាក់ទៀតអញ្ចឹងរបស់អស់ទាំងអស់ហ្នឹងវាសិតតែកើតចេញអំពីការប្រឹងប្រែងទាំងអស់អត់អាចអង្គុយហើយក៏คลายទៅជាមេដឹកនាំទេគ្មានទេអាហ្នឹងមេដឹកនាំគេហៅមេដឹកនាំជប់អញ្ចឹងអាហ្នឹងលខោនទេអាហ្នឹងតែក្នុងជីវិតពិតគឺអត់អាចទេត្រូវតែប្រឹងប្រែងហើយឥឡូវមេដឹកនាំវ័យក្មេង2021ក្មួយអាត្មាកើតមកតាំងពីកើតមករហូតដល់ឥឡូវនេះមិនតាន់ចេះបើកឡានផងឥឡូវឡានហ្នឹងវាបើកដោយគ្មានមនុស្សទៅទៀតមិនតាន់ចេះបើកឡានផងឥឡូវឡានគេមិនបាច់បើកមនុស្សមិនបាច់បើកទៅហេអញ្ចឹងពិភពលោកសំណួរសួរថាតើពីឥឡូវនេះទៅមុខទៀតហ្នឹងយើងនឹងคลายទៅជាមេដឹកនាំដោយរបៀបណាក្នុងន័យយ៉ាងម៉េចហើយដឹកនាំហ្នឹងដឹករឿងអីដើម្បីនឹងចាប់ផ្ដើមចំណុចនឹងបានទី1គឺផ្ដើមអំពីចិត្តរបស់យើងចិត្តនេះជាប្រធានធំព្រះពុទ្ធសម្ដែងថាចិត្តនេះធំចិត្តធំបើចិត្តរបស់ពួកយើងនេះមានតលយៈភាពហើយណាអ្វីគ្រប់យ៉ាងវានឹងកើតត្បិតតែវាមិន 100% ក៏វានឹងកើតតាមអ្វីដែលយើងអាចធ្វើបានដែរអញ្ចឹងផ្ដើមចេញពីចិត្តហើយបើសិនជាឬក៏និយាយមួយបែបទៀតថាឆន្ទៈ what you want to be ចង់ធ្វើអីអ្នកខ្លះសួរថាអ្នកឯងចង់ធ្វើអីខ្ញុំមិនដឹងទេអូជាប់បាត់ហ្នឹងតើហ៊ានឆ្លើយប៉ុណ្ណឹងមានន័យថាចប់វាអត់ដឹងធ្វើអីអញ្ចឹងឥឡូវដឹងឥឡូវយើងធ្វើអីយើងមានអីត្រូវធ្វើជាមេដឹកនាំនេះដបងចិត្តក្មួយចង់ធ្វើអី5ឆ្នាំទៀតនៅឯណាខ្លាយជា CEO ឬក៏នៅឯណាសម្រាប់នៅព្រៃសរអត់ដឹងទេដឹងវាហេតុផលជីវិតអត់ទៀងថតរូបមកប៉ុស្តិ៍ទុកមើលនៅកាលចូលរួមកម្មវិធីយុវជនមេដឹកនាំឆ្នាំ 24 បានរូបថតមួយដេកមើលនៅក្នុងគុកអីចឹងទៅអាត្មានិយាយចឹងប្រកាសជាមានអ្នកខ្លះកាត់សម្ដីអាត្មាថាព្រះអង្គនេះនិយាយអាក្រក់មែនទេជីវិតមិត្តភ័ក្តិអាត្មាថ្ងៃមុនមើលរូបថតស្លាប់ផងចប់គុកផងចង់អស់ហើយអ្នកខ្លះក៏សឹកដែរហើយជីវិតចឹងអីអត់មានអីអាក្រក់ទេវាទៅណាវិវត្តចឹង you cannot figure out the future អ្នកឯងមិនអាចដឹង 100% ថាអនាគតនឹងវាយ៉ាងម៉េចទេប៉ុន្តែអ្នកឯងដឹងថាអ្នកជានរណាឲ្យពិតប្រាកដបានយើងបានតែប៉ុណ្្នឹងអញ្ចឹងធ្វើយ៉ាងម៉េច
ក្នុងភាពជាមេដឹកនាំអនាគតទៅឥឡូវក្មួយសម័យលោកតាចប់ហើយសម័យលោកតារត់ទៅវិទ្យុស្ដាប់មួយចង់មកភូមិមានតែវិទ្យុមួយទេសម័យមុននោះសម័យលោកតានៅអាយុ10ឆ្នាំ20ឆ្នាំហ្នឹងនោះតែឥឡូវក្មួយស្ថិតនៅក្នុងពិភពអីពិភព AI នេះឯកសារនេះអាត្មាបងឲ្យ AI សាកលបងមើលណាប្រហែលខែចុងក្រោយនេះអាត្មាជួយចិត្តប្រើនឹងចង់ដឹងបងឲ្យ AI $20ឲ្យទៅសេសុន្ទរកថាមួយមកថ្លែងនេះអានេះទៅសេល្អជាងយើងទៀតម៉ាស៊ីនណាទៅសេឲ្យមនុស្សយកមកប្រាប់មនុស្សណានេះពិភពនេះឥឡូវនេះហើយឥឡូវនេះបកូនណាម្ចាស់ព្រះអង្គអត់យល់ធម៌ប្រើ AI ឲ្យទេសនាឲ្យព្រះអង្គស្ដាប់ក៏បានដែរឥឡូវពិភពយើងនៅពេលនេះពិភពនេះឡានអត់មានមនុស្សបើកយន្តហោះអត់មានមនុស្សបើកសំបីតែទាហានណាក៏នឹងអាចអនាគតទៅលេងជាមនុស្សហើយប៉ុន្តែគ្រាន់តែគេនៅតែនិយាយពីរឿងសិលធម៌ស្អីទៀតទេអញ្ចឹងឥឡូវនេះអាត្មាគ្រាន់តែក្រើនរំលឹកក្មួយទេថាបើចង់ខ្លាយទៅជាមេដឹកនាំក្មួយត្រូវមើលទីមួយចិត្តរបស់ក្មួយហ្នឹងចង់ធ្វើអីចង់ជ្រើសយូរមួយទៅជំនាញណាឲ្យដោះខាត់វាទៅប៉ុណ្ណឹងទី2ចុះបើថាចង់ហើយចង់ខ្លាយទៅជាមេដឹកនាំក្នុងវិស័យណាក្នុងអីណាហើយធ្វើយ៉ាងម៉េចនេះបញ្ហាណាវានៅតំណងអាត្មាឯកឧត្តមមានប្រសាសន៍អស់ហើយទៅអ្នកខ្លះគាត់ចង់នោះចង់នេះចង់នោះចង់ចេះចង់ចុះណាប៉ុន្តែអត់មានធ្វើអីទេដេកគឺទៅវាដេកហើយដើរទៅលេងរៀនក៏មិនដឹងឯណាមិនដឹងជាសភៅមិនដឹងជាបិចនឹងនៅឯណាមិនដឹងជាស្អីទេឲ្យតែចិត្តដល់ប្រឡងហ្នឹងគឺក៏វេមកវាមដើររੂទៅពីយ៉ងនឹងយកមកច្រឡងបានបញ្ញាបត្រមួយដាន់កុហកខ្លួនឯងដែលនៅក្នុងខ្លួនប្រាប់ថាតាមពិតអញគ្មានសមត្ថភាពបានមកសន្លឹកនេះទេក៏អញក៏ហក់ទេយើងអត់ស្មោះត្រង់ខ្លួនឯងបុគ្គលដែលមិនស្មោះត្រង់នឹងខ្លួនឯងណាជាចំណុចចាប់ផ្ដើមនៃភាពបរាជ័យអត់មានជោគជ័យទេស្អីក៏មិនចេះដែរចឹងក្មួយត្រូវតែស្មោះត្រង់ខ្លួនឯងថាតែអ្វីដែលខ្លួនកំពុងទៅធ្វើនឹងវាដល់ដំណាក់កាលណាគ្មានអ្នកណាស្គាល់យើងច្បាស់ជាងយើងទេក្មួយប្រគល់ណាម្ចាស់អត់មានទេណាព្រះអង្គអត់មានណាស្គាល់យើងច្បាស់ជាងព្រះអង្គទេមានតែព្រះអង្គខ្លួនឯងទេដែលស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងនៅណាមានអ្វីនៅក្នុងខ្លួនអត់អ្វីនៅក្នុងខ្លួនមានតែព្រះអង្គទេគ្មានគ្រូអាចារ្យណាមកបដៅអ្នកខ្លះរហូតមិនជឿខ្លួនឯងទៅរស់ហៅទេឲ្យមកប្រាប់អំពីខ្លួនឯងប្រាប់ថាខ្ញុំយ៉ាងម៉េចមិនបានទៅចឹងហើយហៅនោះអត់ដែរនឹងស្គាល់ផងគាត់តែគាត់អ្នកក្មួយកើតឆ្នាំអីខ្ញុំកើតញ៉ាំចឆ្កែហើយទាយទៅខែអីខែចែកអូធាតភ្លើងខែនេះមើលទៅបាក់ហើយណាទ្រស័យដាក់ហើយជឿគេអត់ទាំងអត់ទាំងស្គាល់ខ្លួនឯងឃើញទេជាចំណុចចាប់ផ្ដើមហើយបើផ្សាយទៅហៅនៅវត្តភ្នំជេអាត្មាងាប់ហើយអញ្ចឹងទីចំណាក់កាលទី1អភិវឌ្ឍខ្លួនអាត្មាជូនភាពជាមេដឹកនាំតាមបែបពុទ្ធសាសនាទី1ខមាលោកឲ្យអត់សេចក្តីអត់ធន់លោកឲ្យអត់ធ្មត់ទៀតអត់ធ្មត់នេះមិនមែនជាសញ្ញានៃការចោះចាញ់ទេអស់លោកកន្លែងរឿងខ្លះវាមិនមែនយើងអ្នកសម្រេចណា
វាមានហេតុច្រើនអញ្ចឹងបានភាពជាអ្នកដឹកនាំលោកឲ្យអត់ធ្មត់រឿងច្រើនណាហើយបើស្ដាប់ប្រវត្តិអ្នកអស់លោកធំអីទាំងអស់ពីអ្នកប្រាជ្ញអីធំសិតតែឆ្លងកាត់ឆាកជីវិតដ៏លំបាកអញ្ចឹងយើងក៏មិនតាន់ឆ្លងនឹងលោកថាបើសិនជាចង់ខ្លាយជាមេដឹកនាំលោកឲ្យអត់ធ្មត់ដូចច្រើនដូចអាដាមមានប្រសាសន៍មកអញ្ចឹងកុំឧស្សាហ៍អន់ចិត្តពេកណាជួនកាលគេថាឲ្យបន្តិចបន្តួចណាជួនកាលរឿងច្រើនអញ្ចឹងអត់ធ្មត់អាដាមមានរឿងមួយអាត្មាដើរព្រៃនិមន្តដើរព្រៃទៅវាវែងផ្លូវវាដាច់ស្បៀងនៅជួរភ្នំកវាញវាមិនវែងរហូតទេវាលើសពីតម្រូវវាបាត់ផ្លូវបាត់ដានទៅអស់ព្រៃនៅថ្ងៃចុងក្រោយអាថ្ងៃ2ថ្ងៃនោះមនុស្សដឹងថាអស់ស្បៀងហើយត្រូវចេញពីព្រៃឲ្យផុត2ថ្ងៃបើចេញផុតទេអាចងាប់ឬក៏អាចគ្រោះថ្នាក់អញ្ចឹងមនុស្សចាប់ផ្ដើមព្យាយាមរស់រៀងខ្លួនមានន័យថារស់រៀងខ្លួនមានន័យថាម៉េចរបស់ណាដែលអាចចែកបានឈប់ចែកហើយព្រោះតាមព័ត៌មានមកថាយើងអស់ស្បៀងហើយវាឃើញអស់ស្បៀងមែនអញ្ចឹងពេលនោះហើយភាពជាមេដឹកនាំរបស់ក្រុមអាត្មាថាតើអាត្មាគួរនិយាយយ៉ាងម៉េចហើយមនុស្សប៉ះគ្នាអត់បានទេនិយាយលើសតែ5 6ម៉ាត់ឆ្លោះគ្នាបងព្រោះនៅក្នុងព្រៃមិនវែងណាអាត្មារៀនភាពជាមេដឹកនាំនៅក្នុងក្រុមមួយថាមនុស្សជាតិ20នាក់មើលមុខគ្នាលេងចង់ចំហើយនិយាយលើសអត់បានសូម្បីតែប្រកាត់ភ្លើងក៏ឆ្លោះគ្នាដែរណាខឹងគ្នាភ្លាមណាអាត្មាថានៅពេលដែលមានវិបត្តិកើតឡើងគឺភាពជាមេដឹកនាំនេះដាច់ខាតត្រូវតែធ្ងន់ចិត្តភាពអត់ធ្មត់អាត្មាប្រើធម៌មួយបល័យមួយគឺអត់ធ្មត់មិននិយាយប្រើភាពមិនម៉ត់មិនកគឺជាចម្លើយដើម្បីបង្ក្រាបរឿងទាំងអស់នៅក្នុងក្រុមបានផលគួរសមដែរមកអញ្ចឹងភាពអត់ធ្មត់នេះសំខាន់ណាស់ហើយភាពអត់ធ្មត់នេះក្មួយនឹងស្គាល់រសជាតិនៅពេលដែលក្មួយត្រូវគេនៅពេលដែលក្មួយជួបនៅរឿងទាំងអស់នោះថាតើការអត់ធ្មត់នេះវាលំបាកប៉ុណ្ណាទី2ត្រូវមានសេចក្តីភ្ញាក់រលឹកជារឿយអត់ធ្មត់ហើយទី2រលឹកភ្ញាក់រលឹករឿយប្រមាលមើលក្នុងការដឹកនាំនឹងឲ្យបានឧស្សាហ៍មើលគ្រប់ជ្រុងជ្រោយទាំងអស់ទី3ឧស្សាហ៍ខ្នះខ្នែងមានន័យថាមេដឹកនាំនេះត្រូវមើលទាំងអស់ខ្នះខ្នែងមិនខ្ជិលទេណាមិនខ្ជិលទី4ចេះចែករំលែកធ្វើជាមេបើថារបស់នឹងវាទទួលទានបានតែ9នាក់ហើយយើងមានអ្នកគ្នា10នាក់មេនឹងត្រូវហូបក្រោយគេបានទទួលនៅការគោរពបានសមជាភាពជាមេដឹកនាំចែករំលែកអត់អាចយើងមុនគេបានទេអានឹងភាពជាមេដឹកនាំដ៏ពិតប្រាកដណាចែករំលែកអ្នកខ្លះអត់ធ្វើមេអត់ចែករំលែកណាទី5ត្រូវចេះអាណិតអាសូរធ្វើជាមេមិនអាចមិនល្អចំពោះអ្នកនៅក្រៅមកវ៉ានទេណាប៉ុន្តែការអាណិតអាសូរមេត្តាត្រូវតែមានបញ្ញាបើសិនជាមេត្តាចំពោះមនុស្សហើយអត់មានបញ្ញាគ្រោះថ្នាក់ហើយដូចជាករណីរឿងមួយលោកពន្យល់ដូចយើងមានមេត្តាអ្នកខ្លះអាណិត
លោកបញ្យល់ថាចេះមេត្តាឥតបញ្ញានឹងមានន័យថាមិនដូចជាមានបរិសម្នាក់គាត់មានចិត្តល្អគាត់ដើរទៅព្រៃគាត់ឃើញពស់វែកវាអត់ចំណីស៊ីមួយអាទិត្យពីរអាទិត្យហើយវាស្គមឃើញសំណោះសัตว์ណាលើកសัตว์យកមកឲ្យផឹកទៅដោះគោឲ្យស៊ីហើយដេកក្រេជាមួយស្អែកឡើងបរោះនោះរឹងបណ្ដោយគេហៅថាមេត្តាអត់បញ្ញាសម័យបច្ចុប្បន្ននេះឃើញមួយចំនួនមេត្តាបិតាមានមេត្តាចំពោះកូនតែមេត្តាបិតាខ្លះអត់មានបញ្ញាក្នុងការចិញ្ចឹមកូនទេឲ្យគ្រប់យ៉ាងទៅកូនក្មេងឲ្យទូរស័ព្ទឲ្យលុយឲ្យអ្វីទាំងអស់ដែលជាការដុតកម្លោចនៅភាពអស្ចារ្យរបស់កុមារដោយគាត់គិតថាបើឲ្យគ្រប់យ៉ាងវាឆ្លោះបញ្ចាំងអំពីឋានៈរបស់គ្រួសារនៅក្នុងសង្គមតែការឲ្យយ៉ាងដូចនេះឈ្មោះថាការបំផ្លាញនៅអ្វីគ្រប់យ៉ាងរបស់កុមារនោះនេះឯងគេហៅថាមេត្តាដែលគ្មានបញ្ញាកូនអាយុ3 4 10ហើយវយហូបបាយម៉ែអាត្មាអត់ទេហៅតែមួយម៉ាត់អត់មកអត់បានទេណាធ្លីចុងដូងឡោអ្នកស្រុកស្រែមិនមែនតែម្ដាយអាត្មាទេម្ដាយទាំងអស់សម័យនោះម៉ែឯងម៉ែតែប៉ុណ្ណេះនោះចាប់ប្រាំងវាស្រែនោះមានអ្នកខ្លះគាត់ទម្រើសកូនពេកអាហ្នឹងគេហៅថាបញ្ញាមេត្តាអត់មានបញ្ញាទី6ចេះរំពេញមើលខុសត្រូវអ៊ីខាណារំពេញមើលខុសត្រូវក្នុងក្រុមនោះភាពជាមេដឹកនាំនោះនេះគឺការដឹកនាំតាមបែបពុទ្ធសាសនាអញ្ចឹងអាត្មាចូលរួមទី1ចិត្តរបស់ក្មួយណាមានតែការសម្រេចចិត្តថាចង់ធ្វើអីទេទៅអាចឆ្នៃពីរឿងចង់នឹងទៅស្អីទៀតបានបើអត់មានឆន្ទៈទេគឺអត់ហើយហើយអាត្មាអត់ជឿទេអ្នកខ្លះគេថាជនជាតិជីវិសបកែលើគេលើភពលោកអ្នកខ្លះថាជនជាតិចិនអ្នកខ្លះគេថាជនជាតិនេះអាត្មាមិនជឿទេហ្មងមិនជឿទេមិនជឿថាមនុស្សបកែជាងមនុស្សទេបើជឿថារបៀបអប់រំមនុស្សប្រើវិធីសាសនាល្អជាងវិធីសាសនាអាត្មាជឿតែបើមនុស្សភ្នែក2តិច2អញ្ចេះណាគាត់តែខុសគ្នាមួយភ្នែកទូចមួយភ្នែកធំប៉ុណ្ណឹងហើយមួយសក់ក្រហមមួយសក់ខ្មៅប៉ុណ្ណឹងថាបកែជាងគ្នាមិនជឿទេមិនជឿទេអញ្ចឹងមកខ្មែរយើងខ្លះភ័យខ្លាចតែគេថាឯងឆ្លាតនាំគ្នាដើរកាត់គេនេះកាត់នោះអីទាំងអស់ដល់ខែរដូវអញ្ចឹងនាំគ្នាដើរកាត់ម្ដងកាត់នេះម្ដងកាត់នោះណាអត់ទេអាត្មាមិនជឿទេវាកើតចេញតែអំពីការអប់រំទេហើយអប់រំហ្នឹងមានតែផ្ដើមចេញដំបូងអំពីចិត្តហ្នឹងឯងទី2គឺនិយាយអំពីបច្ចេកទេសក្នុងការដឹកនាំមាន2ទី1ទ្រឹស្ដីបច្ចេកទេសក្នុងការដឹកនាំទី2ទៀតគឺតាក់ទងនឹងផ្លូវចិត្តពីរហ្នឹងត្រូវតែដើរទន្ទឹមគ្នាបើយើងមានឆន្ទៈហើយយើងគ្មានបច្ចេកទេសក៏ទៅមិនរួចដែរតែបើមានបច្ចេកទេសហើយអត់ឆន្ទៈក៏ទៅមិនរួចដែរអញ្ចឹងក្មួយត្រូវការ2ក្នុងការត្រៀមខ្លួនសម្រាប់ដឹកនាំទៅថ្ងៃអនាគតចុងក្រោយអាត្មាជូនពរហើយក៏ចូលរួមពេលទៅថ្ងៃអនាគតចំនួនអាត្មាចំនួនលោកតាប្រហែលជានៅមិនយូរជាមួយប្រហែលអាត្មានៅយូរបន្តិចមើលទៅស្មាតោតាជួនកៅហើយជួនលោកច្រើនហើយលោកលះបងច្រើនហើយសម្រាប់ក្មួយក្មេងពេលទៅថ្ងៃអនាគតបើបានខ្លាយជាមេដឹកនាំមិនថាកម្រិតណាទេក្មួយត្រូវស្រឡាញ់ជាតិត្រូវស្រឡាញ់ជាតិស្រឡាញ់នគរមួយឈ្មោះនគរខ្មែរកុំបានខ្លាយទៅជាមេដឹកនាំហើយរស់តែវិធីទាញយកតែផលប្រយោជន៍ដើម្បីខ្លួនឯងពីជាតិនេះជាអ្វីគ្រប់យ៉ាងទាំងអស់ជាមេត្តាជាម្ដាយដែលចិញ្ចឹមយើងដែលឲ្យយើងអ្វីគ្រប់យ៉ាងដោយសារជាតិហ្នឹងអញ្ចឹងទៅថ្ងៃអនាគតខ្លាយជាមេដឹកនាំកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់
បើយ៉នសេងជាតិស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃនេះយើង7 ដល់ 10 លាននាក់ងាប់ទាំងអស់ពេលដែលស្រឡាញ់ជាតិកសាងជាតិកុំព្យាយាមយោគុណបំណាច់អំពីជាតិមិនជំពាក់គុណយើងទេគឺយើងដែលជាអ្នកជំពាក់គុណជាតិអញ្ចឹងយើងត្រូវតែកសាងត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជ្រក់ទេគ្មានទេកុំព្យាយាមធ្វើអាប៉ូឡូទៅឋានភពព្រះអង្គនោះអត់ទេមិនបាច់ទេគ្មានទឹកផឹកទេនោះអត់ទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេអត់ទេស្រឡាញ់ហើយពេលដែលឡើងคล้ายទៅជាមេដឹកនាំណាកម្រិតណាក៏ដោយស្រឡាញ់ទាំងអស់នៃប្រជាជាតិសិល្បៈសាសនាសរសាសយោធាវប្បធម៌ប្រពៃណីអ្វីទាំងអស់ដែលជាកោសិកានៃជាតិដែលធ្វើឲ្យជាតិរុងរឿងបាននេះកូនត្រូវតែស្រឡាញ់កុំឲ្យធ្វើទៅហ៊ានទៅជាមិនចូលចិត្តពេទ្យបានកាន់ពេទ្យទៅជាមិនចូលចិត្តវត្តបានបួសគិតទៅពីទេសនាបតោះប្រអាប់គេអត់ទេជាតិនេះវាត្រូវការគ្រប់ជ្រុងទាំងអស់ស្មានព្រះអង្គទៅច្រៀងកើតព្រះអង្គចេះច្រៀងដោយកញ្ញាស្អីយាយស្អីវ៉ាវ៉ាមិញនោះតែស្មានថាវ៉ាវ៉ានឹងចេះសូត្រធម៌បានមកប្រជុំនៅលោកណាពេលដែលមានវិបត្តិសន្តិសុខនៅលើទឹកដីនៅទល់ដែនស្មានថាពួកយើងនឹងកាន់កំភ្លើងបានបើមិនសង្ឃឹមអស់លោកយោធាឃើញទេពេលដែលយើងឈឺអស់លោកទៅជួបលោកតាមិនចេះពេទ្យទេណាវាមិនទៅកាលម៉េចអញ្ចឹងយើងមិនសង្ឃឹមលោកគ្រូពេទ្យចុះត្រូវការដេញវេលារៀបមង្គលការមិនត្រូវអាចារ្យឃើញទេកោសិកានៃសង្គមមួយទាំងអស់ហ្នឹងគឺមានសារៈសំខាន់ដូចគ្នាអញ្ចឹងមេដឹកនាំត្រូវតែទទួលស្គាល់ត្រូវតែមើលឃើញសារៈសំខាន់នៃកោសិកាសង្គមនីមួយស្ថាប័ននីមួយទាំងអស់គ្នាហ្នឹងថាជារឿងដែលចាំបាច់បំផុតតែអាត្មាសង្វេគពេលដែលឃើញអ្នកនៅក្នុងស្ថាប័នមួយប្រមាថស្ថាប័នមួយអ្នកនៅក្នុងស្ថាប័នមួយទៀតប្រមាថស្ថាប័នមួយទៀតហេតុអី why ហេតុអីយើងក៏ឆោតម្លេះវាប្រទេសជាតិនឹងវាដូចទឹកដីវារងកាយនឹងចុះបើយើងខូចភ្នែកមកជាហៀងឬក៏ទាំងពីរយើងដើរកាត់ដែរចុះបើយើងភ្លឺភ្នែកយើងដាច់ជើងទាំងពីរយើងដើរកាត់ដែរវាអត់ទេវាត្រូវការទាំងអស់តាំងពីអប់រំតាំងអីទាំងអស់អញ្ចឹងក្នុងភាពជាមេដឹកនាំក្មួយក្មេងទៅថ្ងៃអនាគតក្មួយត្រូវការពារទឹកដីឲ្យស្រឡាញ់គ្រប់ស្ថាប័ននៃប្រជាជាតិទាំងអស់ទើបស្រុកយើងរីកចម្រើនសូមអរគុណចា៎នាងខ្ញុំសូមអរគុណសូមថ្លែងអំណរគុណទៅដល់សន្និកថាកន្លឹះដែលតកតងទៅដល់កន្លឹះភាពជាអ្នកដឹកនាំបែបព្រះពុទ្ធសាសនានិងបណ្ដោះការស្រឡាញ់ប្រទេសជាតិគុណម្ចាស់ក៏ជាវាគ្មិនមួយរូបដែរអញ្ចឹងនាងខ្ញុំសូមឲ្យលោកអ្នកនាងឬក៏បងប្អូននិស្សិតទាំងអស់មេត្តាណូតទុកជាមួយនឹងសំណួរបន្តិចទៀតយើងនឹងមានវាគ្មិនជាបន្តហើយយើងនឹងធ្វើជាកម្មវិធីតុពិភាក្សាផងដែរចា៎ចាសូមសម្រួលអេយ៉ាបតចាដល់ពេលវេលាដែលតន្ទឹងរង់ចាំយូរមកហើយឥឡូវនេះនាងខ្ញុំសូមគោរពអញ្ជើញកញ្ញាសេងហ្គិចលីដែលជាអ្នកផលិតមាតិកានិងជាអ្នកនិពន្ធសៀវភៅមួយរូបជាពិសេសកញ្ញាមានកម្មវិធីផ្ទាល់ខ្លួនដែលមានឈ្មោះថាពិចារណា podcast កញ្ញានឹងមកចែករំលែកទៅលើប្រធានបទសិល្បៈនៃការដឹកនាំខ្លួនឯងសូមគោរពអញ្ជើញ
ជាដំបូងកណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហារាជវង្សយតសេងយាតសូមថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយក៏សូមគោរពជំរាបសួរលោកតាបណ្ឌិតកុលភេងដែលជាបិតាស្ថាបនិករបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រសូមគោរពលោកពូវែងសេរីវុឌ្ឍបងប្រុសកុលភេងវឌ្ឍនាបងសុកឡាក៏ដូចជា top management ទាំងអស់របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រក៏ដូចជាសូមគោរពជំរាបសួរបងប្អូនដែលគាត់បានមកចូលរួមនៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះអញ្ចឹងសម្រាប់ប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំសូមនិយាយអំពីការដឹកនាំខ្លួនឯងថាតើយើងធ្វើម៉េចដើម្បីឲ្យយើងអាចដឹកនាំខ្លួនឯងបានឲ្យមានប្រសិទ្ធភាពហើយសម្រាប់ខ្ញុំការដែលយើងបានកើតមកជាមនុស្សគឺយើងមានសំណាងមួយខុសប្លែកពីសត្វដតីទាំងអស់នៅលើភពផែនដីនឹងប៉ុន្តែសំណួរដែលសំខាន់ថាតើយើងបានដឹងពីសំណាងរបស់ខ្លួនឯងមួយនឹងដែរឬក៏អត់ហើយយើងបានប្រើប្រាស់វាដើម្បីដឹកនាំជីវិតខ្លួនឯងឆ្ពោះទៅកាន់ពន្លឺឬក៏សង្ឃថាខ្លាចទៅជាពន្លឺសម្រាប់អ្នកដតីទៀតអញ្ចឹងជាទូទៅធម្មជាតិរបស់មនុស្សឬក៏សត្វក៏ដោយអាចនិយាយបានថាពេលដែលយើងកើតចេញមកភ្លាមយើងមាន program មួយមកនៅក្នុងខ្លួនស្រាប់ហើយឬក៏ភាសាបែបជីវៈឬក៏អ្នកធម្មជាតិវិទូហ្នឹងគេនិយាយថាវាជាសភាវគតិខ្ញុំឧទាហរណ៍ថាសត្វឆ្កែសត្វឆ្មាអញ្ចឹងគឺព្រុសឬក៏សត្វពស់សភាវគតិរបស់វាឆឹកអីចឹងទៅមនុស្សយើងក៏មានសភាវគតិនៅក្នុងខ្លួនដូចគ្នាបើនិយាយឲ្យស្រួលស្ដាប់ទៅមានន័យថាអញ្ចឹងអត់ចាំបាច់មានតាណាបរិញ្ញាទេប៉ុន្តែយើងកើតមកចេះឧទាហរណ៍ថាយើងមានសភាវគតិនៃអារម្មណ៍ខឹងខ្ជិលចូលចិត្តតែរឿងអីដែលសុបាយអីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺវា